តម្រូវការនិស្សិតបរទេសនិងកម្មវិធីអាហារូបករណ៍កូរ៉េតើអ្នកទាំងអស់គ្នាកំពុងស្វែងរកអាហារូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េមែនទេវីដេអូនេះខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់កម្មវិធីអាហារូបករណ៍កូរ៉េមួយចំនួនប៉ុន្តែមុនពេលដែលយើងទៅស្វែងយល់អំពីកម្មវិធីអាហារូបករណ៍យើងនឹងនាំគ្នាមកស្វែងយល់អំពីគោលនយោបាយនៃតម្រូវការនិស្សិតបរទេសជាមុនសិនក្រសួងអប់រំកូរ៉េបានបង្ហាញផែនការសម្រាប់ឆ្នាំ2027ដោយមានគោលបំណងបង្កើនចំនួននិស្សិតអន្តរជាតិដែលចាប់អារម្មណ៍សិក្សានៅប្រទេសនេះពីជាង 16,000 នាក់ទៅ 30,000 នាក់ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សាកលវិទ្យាល័យក្នុងស្រុកស្របពេលដែលប្រទេសកូរ៉េកំពុងជួបវិបត្តិអត្រាកំណើតទាបគម្រោងនៅឆ្នាំ2027ដដែលនេះផងដែររដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនឹងបង្កើនការផ្តល់អាហារូបករណ៍សម្រាប់ថ្នាក់អនុបណ្ឌិតនិងបណ្ឌិតជូននិស្សិតអន្តរជាតិដែលមានបំណងសិក្សាផ្នែកវិទ្យាសាស្ត្រនិងវិស្វកម្មចំនួន 2,700 កន្លែងហើយអាហារូបករណ៍ 6,000 កន្លែងផ្សេងទៀតនឹងផ្តល់ជូនសម្រាប់និស្សិតបរទេសដែលសិក្សាជំនាញផ្សេងក្រៅពីវិទ្យាសាស្ត្រនិងវិស្វកម្មផងដែរស្របពេលដែលប្រទេសកូរ៉េកំពុងតែមានតម្រូវការនិស្សិតបរទេសនោះបើយើងក្រឡេកមកមើលពីប្រជាប្រិយភាពកូរ៉េនៅកម្ពុជាក៏កើនឡើងយ៉ាងគួរឲ្យកត់សម្គាល់ផងដែរដោយឥទ្ធិពលរលកកូរ៉េដូចជា K-pop រឿងភាគកូរ៉េបច្ចេកវិទ្យាគ្រឿងសម្អាងជាដើមបានធ្វើឲ្យសិស្សនិស្សិតកម្ពុជាបានចាប់ផ្ដើមស្គាល់កូរ៉េកាន់តែច្បាស់និងចង់ទៅបន្តការសិក្សានៅប្រទេសមួយនេះពួកគេចាប់ផ្ដើមរៀនភាសាកូរ៉េស្វែងយល់ពីវប្បធម៌ដើម្បីកសាងបទពិសោធន៍អំពីកូរ៉េឲ្យបានកាន់តែច្រើនទុកជាស្ពានសម្រាប់ឆ្លងឈោងចាប់យកឱកាសអាហារូបករណ៍កូរ៉េផងដែរយោងតាមលទ្ធផលស្ថិតិចុះឈ្មោះចូលរៀនរបស់សិស្សភាសាកូរ៉េនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េមានការកើនឡើងជារៀងរាល់ឆ្នាំចំនួនសិស្សរៀនភាសាកូរ៉េទូទៅក្រៅម៉ោងបានកើនឡើងគិតជាមធ្យមពីជាង 130 នាក់នៅក្នុងឆ្នាំ 2017 ក្នុងមួយត្រីមាសហើយចំនួននេះបានបន្តកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់ដែលមកទល់នៅឆ្នាំ 2023 នេះក្នុងមួយត្រីមាសបានកើនឡើងដល់ 250 នាក់ចំពោះលទ្ធផលសម្រង់មតិគោលបំណងនៃការរៀនភាសាកូរ៉េរបស់សិស្សក្នុងចំណោម 237 នាក់បានបង្ហាញថាចង់បន្តការសិក្សានៅប្រទេសកូរ៉េមានជាង 46.4% ដែលចំនួននេះគឺច្រើនជាងគេងាយស្រួលទំនាក់ទំនង 37.6% មានបំណងចូលបម្រើការងារនៅក្រុមហ៊ុនកូរ៉េ26.2% ងាយស្រួលយល់ពេលទស្សនារឿងភាគឬចម្រៀងកូរ៉េ 24.9% និងសល់ 25.7% ទៀតគឺផ្សេងៗរដ្ឋាភិបាលប្រទេសកូរ៉េបានផ្ដល់អាហារូបករណ៍ GKS សម្រាប់សិស្សានុសិស្សដូចជាខ្ញុំដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅឯប្រទេសកូរ៉េទី1គឺគាត់មានឱកាសទៅរៀននៅប្រទេសកូរ៉េដើម្បីយកចំណេះដឹងអ្វីដែលសំខាន់គឺសម្រាប់សិស្សដែលខ្វះលទ្ធភាពគាត់អាចទៅរៀននៅប្រទេសកូរ៉េដោយទទួលបានការចំណាយលើការសិក្សានិងការចំណាយលើការហូបចុកជីវភាពប្រចាំថ្ងៃផងដែរហើយមួយវិញទៀតគឺខ្ញុំក៏អាចនឹងមានឱកាសភ្លក់នៃរសជាតិអាហារដ៏សម្បូរបែបមានរសជាតិឆ្ងាញ់អាចទស្សនាតំបន់ប្រវត្តិសាស្ត្រកន្លែងដើរកម្សាន្តនានានិងរីករាយជាមួយនឹងភាពទំនើបស៊ីវិល័យជាច្រើនផងដែរបាទជាខ្ញុំមិនដាក់អាហារូបករណ៍ទៅសិក្សានៅប្រទេសដទៃក្រៅពីកូរ៉េគឺដោយសារតែខ្ញុំគិតថាប្រព័ន្ធអប់រំនៅប្រទេសកូរ៉េល្អហើយថែមទាំងត្រូវបានទទួលស្គាល់លំដាប់ពិភពលោកដើម្បីឲ្យសម្រេចបានជោគជ័យនៃការទៅបន្តការសិក្សានៅប្រទេសកូរ៉េខ្ញុំបានត្រៀមនៅចំនួនជាច្រើនដូចជាការរៀនភាសាកូរ៉េបន្ថែមដើម្បីប្រឡង TOEIC ឲ្យបានពិន្ទុល្អកម្រិតល្អការចូលរួមកម្មវិធីផ្សេងៗដែលទាក់ទងនឹងវប្បធម៌កូរ៉េការស្វែងយល់អំពីការរៀបចំទិដ្ឋាការឯកសារសំខាន់ៗឲ្យបានត្រឹមត្រូវការស្វែងយល់ឲ្យបានច្បាស់អំពីជីវិតរបៀបរបបសិលធម៌ទំនៀមទម្លាប់សំខាន់ៗក្នុងការរស់នៅប្រទេសកូរ៉េនិងការយល់ដឹងអំពីកន្លែងស្នាក់នៅម្ហូបអាហារធានារ៉ាប់រងអាយុជីវិតអាកាសធាតុកន្លែងដើរកម្សាន្តនិងមធ្យោបាយធ្វើដំណើរសាធារណៈនានាផងដែរខ្ញុំចង់លើកទឹកចិត្តបងប្អូនឲ្យប្រឹងរៀនភាសាកូរ៉េដើម្បី apply visa ទៅសិក្សានៅប្រទេសកូរ៉េដើម្បីមានចំណេះដឹងពិតប្រាកដយកមកអភិវឌ្ឍប្រទេសកម្ពុជាវិញបើយើងមកពិនិត្យចំនួនសិស្សដែលបានចុះឈ្មោះប្រឡងតេស្តសមត្ថភាពភាសាកូរ៉េនៅរាជធានីភ្នំពេញមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េវិញនោះក៏យើងអាចកត់សម្គាល់អំពីកំណើនសិស្សរៀនភាសាកូរ៉េបានផងដែរដោយសិស្ស 1526 នាក់បានដាក់ពាក្យប្រឡងនៅឆ្នាំ 2019 និងបានកើនឡើងដល់ 1669 នាក់នៅឆ្នាំ 2022ដោយដែលបញ្ជាក់ខាងដើមប្រទេសកូរ៉េកំពុងជួបវិបត្តិអត្រាកំណើតទាបដូច្នេះកំណើនសិស្សបរទេសគឺជាតម្រូវការចាំបាច់មួយសម្រាប់ប្រទេសកូរ៉េទាំងនិស្សិតអាហារូបករណ៍និងបង់ថ្លៃសិក្សាប្រទេសនេះបានកំពុងផ្ដល់អាហារូបករណ៍ជាច្រើនកន្លែងដល់និស្សិតបរទេសក៏ដូចជានិស្សិតកម្ពុជាឲ្យទៅបន្តការសិក្សាជារៀងរាល់ឆ្នាំដែលកម្មវិធីអាហារូបករណ៍រួមមានអាហារូបករណ៍រដ្ឋាភិបាលដែលហៅកាត់ថា GKSU សម្រាប់ថ្នាក់បរិញ្ញាបត្ររងបរិញ្ញាបត្រដែលបានទទួលពាក្យនៅអំឡុងខែកញ្ញាអាហារូបករណ៍ GKSG សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតដែលបានទទួលពាក្យចុះឈ្មោះនៅអំឡុងខែកុម្ភៈជារៀងរាល់ឆ្នាំអាហារូបករណ៍រដ្ឋាភិបាល GKS នេះមានជំនាញនិងសាកលវិទ្យាល័យជាច្រើនសម្រាប់ជាជម្រើសដាក់ឲ្យសិស្សានុសិស្សអាចធ្វើការជ្រើសរើសតាមបំណងប្រាថ្នាបានផងដែរក្រៅពីនោះនៅមានអាហារូបករណ៍ AKS Fellowship អាហារូបករណ៍ POSCO អាហារូបករណ៍ KOICA អាហារូបករណ៍ SNU President
អាហារូបករណ៍តាមសាកលវិទ្យាល័យនានារបស់កូរ៉េនិងផ្សេងៗជាច្រើនទៀតផងដែរសូមត្រៀមខ្លួនដើម្បីបន្តដំណើរជីវិតសិក្សាដ៏វែងឆ្ងាយរបស់លោកអ្នកជាមួយការសិក្សានៅប្រទេសកូរ៉េទាំងអស់គ្នា